Gen Z ដែរអត់ទាន់ Gen Z ចឹងណាអូខេពេលខ្លះ Gen Y ក៏ត្រូវដែរអត់ទាន់ Gen Z ទៀតអាប់ដេតលឿនមូលហេតុអីបានយើងត្រូវរៀនដើម្បីផ្ដល់ចំណេះដឹងឲ្យខ្លួនឯងនិងការអភិវឌ្ឍខ្លួនឯងដើម្បីជួយសង្គមជាតិនិងអភិវឌ្ឍខ្លួនឯងឲ្យបានច្រើនជាងមុនហើយដើរចំនួនតាមគេតាមសង្គមឲ្យទាន់បាទធម្មតា digital មានទាំងផលវិជ្ជមាននិងអវិជ្ជមានតែយើងគួរប្រើប្រាស់បែបម៉េចដើម្បីទាញផលប្រយោជន៍ពីវាឲ្យកាន់តែច្រើនហើយជៀសវាងផលអវិជ្ជមានហើយតើផលអវិជ្ជមាននៅក្នុងហ្នឹងវាមានក្នុងរូបភាពបែបម៉េចខ្លះស្វាគមន៍មកកាន់ podcast យុវជនអេពីសូតទី1សួស្តីអ្នកនរគ្នាចាយើងជួបគ្នាហើយថ្ងៃនេះយើងមានយុវជនមួយរូបដែលគាត់នឹងចូលខ្លួនមកចែករំលែកបទពិសោធន៍ការសិក្សាចាការងាររួមជាមួយនឹងបទពិសោធន៍នៅក្នុងសង្គមជីវិតពិតចាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយគាត់ទាំងអស់គ្នាវាសួរអូនបាទជំរាបសួរបងចាជំរាបសួរជួយណែនាំខ្លួនឲ្យបងប្អូនគាត់បានស្គាល់យើងផងបាទបងខ្ញុំបាទឈ្មោះថាថុលស៊ីងហើយថ្ងៃនេះពិតជាសប្បាយចិត្តមែនតើបានចូលរួមកម្មវិធី podcast យុវជនជាមួយនឹងបងបាទភ័យអត់ថ្ងៃហ្នឹងរាំងភ័យដែរបងព្រោះថាលើកទី1ដែលបានចូលកម្មវិធីនេះតែសប្បាយចិត្តអត់ទេសប្បាយនឹងសប្បាយណាអូខេសម្រាប់ថ្ងៃនេះប្រធានបទមានដឹងចាថាយើងផ្ដោតសំខាន់ទៅលើប្រធានបទអីអត់ដូចជាប្រធានបទដែលលើលៀងមកដូចជាការរៀនបងពាក់ព័ន្ធមួយនឹងការរៀនការសិក្សាណាអូខេឥឡូវបងសួរតហ្មងណាបាទបងសម្រាប់ស៊ីងយល់ឃើញបែបមិនដែរមូលហេតុអីបានយើងត្រូវរៀនសម្រាប់មូលហេតុអីសម្រាប់ខ្ញុំផ្ទាល់ថាហេតុអ្វីដែលយើងត្រូវរៀនសម្រាប់ខ្ញុំគឺរៀនដើម្បីផ្ដល់ចំណេះដឹងឲ្យខ្លួនឯងនិងការអភិវឌ្ឍខ្លួនឯងដើម្បីជួយសង្គមជាតិនិងអភិវឌ្ឍខ្លួនឯងឲ្យបានច្រើនជាងមុនហើយដើរចំនួនតាមគេតាមសង្គមឲ្យទាន់បាទGen Z ដែរអត់ទាន់ Gen Z ចឹងណាអូខេពេលខ្លះ Gen Y ក៏ត្រូវដែរអត់ទាន់ Gen Z ទៀតអាប់ដេតលឿនអូខេអញ្ចឹងនេះជាអីដែលយើងគិតថាគួរតែមនុស្សគ្រប់គ្នាត្រូវតែរៀនណាអូខេចុះសម្រាប់ស៊ីងដែលធ្លាប់គិតថាចង់បញ្ឈប់ការសិក្សាឬការរៀនសូត្រមានថាចង់បោះបង់ចង់ជប់បន្តចង់អីហើយយើងផ្ដោតទៅលើការធ្វើការទៅហ្មងដែលមានកំណត់ថាចង់បោះបង់ការរៀនទាំងអស់ហ្នឹងអត់ទេបងសម្រាប់ខ្ញុំគឺអត់ទេគឺសម្រាប់ការបោះបង់ការសិក្សាមួយគឺអត់ទេមានតែជំរុញទឹកចិត្តដើម្បីឲ្យយើងរៀនថែមដើម្បីទី1អភិវឌ្ឍខ្លួនឯងឲ្យឡើងយើងនេះ credit តាន់គេដើម្បីឲ្យតាន់ចំណន់គេអ្វីដែលថ្មីមកគឺរៀនថែមហ្នឹងទៅលើកទឹកចិត្តគឺឲ្យរៀនថែមហ្មងរៀនថែមបាទអូខេសម្រាប់ការរៀននេះយើងមិនមែនផ្ដោតតែនៅសាលាទេណោះហ្នឹងហើយបងគឺរៀនពីសង្គមខាងក្រៅឲ្យបានច្រើនបំផុតជំនាញក៏យើងរៀនក្នុងជីវិតពិតក៏យើងត្រូវរៀនដែរនឹងបណ្ដាតន់អូខេឥឡូវបងថាមានសំណួរមួយទៀតចុះដែលគាត់ថាបងប្អូនដែលគាត់កំពុងតែរៀននៅវិទ្យាល័យក្តីតែគាត់ខាងក្រោមនឹងក្តីក៏គាត់ចង់ដឹងដែរសម្រាប់ស៊ីងតើមេរៀនអីដែលយើងរៀននៅសាលាហើយយើងយកមកប្រើប្រាស់នៅក្នុងជីវិតពិតសម្រាប់ខ្ញុំមេរៀនដែលរៀននៅក្នុងសាលាហើយយកមកប្រើប្រាស់ក្នុងជីវិតពិតណាមានដូចជាការគ្រប់គ្រងពេលវេលានិងគោរពវិន័យគោរពច្បាប់គឺយើងគ្រប់គ្រងកំណត់គោលដៅរបស់យើងដែលយើងត្រូវរៀបចំឲ្យបានការងាររបស់យើងដល់គោលដៅល្អប្រសើរសម្រាប់ការរៀននៅក្នុងថ្នាក់ចាស់យើងនិយាយតែការរៀននៅក្នុងថ្នាក់នៅពេលដែលយើងរៀននៅក្នុងថ្នាក់ហើយនៅពេលដែលយើងចេញមកខាងក្រៅតើសម្រាប់ស៊ីងវាខុសគ្នាបែបម៉េចដែរខុសគ្នាខ្លាំងបងគឺសម្រាប់ខ្ញុំគឺខុសគ្នាការរៀននៅក្នុងថ្នាក់ផ្សេងតែយើងពេលខ្លះមេរៀននៅក្នុងថ្នាក់គឺយើងអាចយកមកអនុវត្តនៅខាងក្រៅបានទេហ្នឹងឥឡូវអាចលើកជាឧទាហរណ៍បានថាបែបម៉េចដែលយើងអាចយកមកអនុវត្តបានហើយបែបម៉េចយើងអាចយកមកអនុវត្តបានដូចជាឧទាហរណ៍ការដែលយើងរៀននៅក្នុងថ្នាក់មានដូចជាមេរៀនខ្លះយើងមិនអាចយកមកអនុវត្តខាងក្រៅបានទេគឺវាខុសពីមេរៀនគឺតើតាមេរៀនហ្នឹងដូចជាមានការគោរពវិន័យចឹងទៅគ្រប់គ្រងពេលវេលាទៅអាហ្នឹងគឺយើងយកមកអនុវត្តការងារខាងក្រៅបានដើម្បីជួយទៅដល់សង្គមយើងព្រោះថាសង្គមយើងថ្ងៃថ្ងៃគឺត្រូវការមនុស្សដែលគោរពពេលវេលាដើម្បីទៅណាត់ជួបឬមួយក៏ទៅណាគេអីគឺយើងត្រូវតែផ្ដល់ពេលវេលាមួយដើម្បីសមស្របឲ្យគេហើយនឹងទៅឲ្យបានទៀងទាត់ជារួមអត់តម្លៃពេលវេលាហ្នឹងហើយបងគ្រប់វិន័យខ្លួនឯងរៀបចំខ្លួនឲ្យបានស្អាតបាតទៅជួបគេឬមួយក៏ជួបភ្ញៀវជួបអតិថិជនអីចឹងហ៎បងណាត់ពេលណាគឺត្រូវទៅម៉ោងហ្នឹងចំណុចនេះបងចង់បន្ថែមដែរសម្រាប់ការរៀននៅក្នុងថ្នាក់វាមិនមែនជារឿងអាក្រក់ទេរឿងល្អប៉ុន្តែអីដែលខុសពីការរៀននៅក្នុងថ្នាក់នៅពេលដែលនៅក្នុងសង្គមជាក់ស្ដែងពេលដែលយើង
លទ្ធផលជាក់ស្ដែងមិនមែនជាបន្ទុកដែលគេយកមកមានថាយើងធ្វើត្រឹមដើម្បីតែបានបន្ទុកទេ ហ្នឹងហើយ យើង បង យកដើម្បីជាលទ្ធផលគុណតម្លៃឬមួយក៏ជាប្រយោជន៍ពិតៗជាក់ស្ដែង បាទបង អូខេ ត្រូវ ហើយក៏មិនមែនកំហុសឆ្គងទាំងអស់យើងសិតតែទទួលបានការលើកលែងដោយគ្រូនៅក្នុងថ្នាក់ដែរ ហ្នឹង ហ្នឹងហើយហើយកំហុសខ្លះទៀតក៏អត់មានការណែនាំដែរ ហ្នឹង មានថាតើតើយើងព្យាយាមធ្វើខុសច្រើនកាន់តែច្រើនហើយបានយើងរកចម្លើយសម្រាប់កំហុសមួយហ្នឹងបានប៉ុន្តែបើនៅសាលាអូខេយើងខុសកន្លែងនេះគ្រូជួយប្រាប់មានអ្នកចាំជួយមានអីប៉ុន្តែបើនៅខាងក្រៅមិនប្រកាសថាមានអ្នកជួយយើងទេពេលខ្លះមានអ្នកចាំជន់ទៀត បាទ អូខេ ត្រូវ អា បង ហ្នឹង ព្រោះថាសង្គមយើងរងថ្ងៃគឺអញ្ចឹងមែន អត់តែយើងដួលគឺគេជន់ហើយ អូខេ បាទ ក៏មិនទាំងអស់ដែរ ហ្នឹងហើយ យ៉ា បង ក៏មានប៉ាម៉ាក់យើងដែរនៅពេលដែលយើងដាច់លុយគាត់នៅតែបន្តឲ្យយើងដែរ បាទ អូខេ បាទ ចឹងនិយាយលេងទេតោះឥឡូវយើងផ្ដោតលើចំណុចក្តៅដែលស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នយុវជនយើងគួរតែរៀនជំនាញអីនៅចំពោះមុខគេហៅថាសម័យ Gen Z នេះណា សម័យ Gen Z សម្រាប់ខ្ញុំដែលបានមកមើលនៅពិភពលោកខាងក្រៅហ្នឹងគឺទី1គឺបកឲ្យរៀនជំនួយភាសាបរទេស ភាសាបរទេសមួយទៀតគឺជំនាញ digital ហើយនឹងបកប្រើប្រាស់ AI បានច្រើនព្រោះថាសង្គមយើងឥឡូវនេះកំពុងតែជឿនលឿនដូចជានៅប្រទេសកម្ពុជារបស់យើងកំពុងតែអភិវឌ្ឍទៅមុខដូចគ្នាអញ្ចឹងសម័យគឺ digital តែម្ដងក្នុងការរកស៊ីក្នុងការអីគឺត្រូវប្រើប្រាស់ digital តែម្ដង ដើម្បីឲ្យគេស្គាល់អត់អាចប្រើប្រាស់ដូចមុនអត់គេអត់ស្គាល់អត់បានទេហ្នឹងហើយគឺត្រូវប្រើប្រាស់ digital មែនទេដើម្បីឲ្យគេស្គាល់ដើម្បីផ្លាក brand របស់យើង អូខេ ហ្នឹងហើយបង ប៉ុន្តែចំណុចនេះបងចង់ឲ្យស៊ីងលើកជាគេហៅថាបែងចែកណាធម្មតា digital មានទាំងផលវិជ្ជមាននិងអវិជ្ជមានតែយើងគួរប្រើប្រាស់បែបម៉េចដើម្បីទាញផលប្រយោជន៍ពីវាឲ្យកាន់តែច្រើនហើយជៀសវាងផលអវិជ្ជមានហើយតើផលអវិជ្ជមាននៅក្នុងហ្នឹងវាមានក្នុងរូបភាពបែបម៉េចខ្លះ សម្រាប់ខ្ញុំប្រើប្រាស់ឲ្យបានឲ្យទៅជាវិតាមីនមានដូចជាការយើងលក់ផ្សព្វផ្សាយរបស់ផលិតផលរបស់យើងឲ្យបានទៀងទាត់និងការ promotion ឬដូចជាការលក់ថែមនេះ promotion ថែមរបស់របរបន្តិចបន្តួចដល់អតិថិជនរបស់យើង អូខេលក់ ជាមួយ ធ្វើលើការរកស៊ីចឹងទៅ បាទហ្នឹងហើយបងហើយសម្រាប់អវិជ្ជមានវិញគឺមានអ្នកខ្លះខ្ញុំឃើញប្រហោះសម្រាប់ដូចជាការដូចជា promotion តែដល់ពេលដែលទៅដល់វិញគឺគាត់ប្រាប់ថាអត់តដល់ថ្ងៃវិញអានោះផ្សេងវិញទៀតហើយគាត់ដែលដាក់នៅក្នុង Facebook គឺដល់ហើយប៉ុន្តែគឺអត់ដល់ទេ អូខេ ពេលយើងទៅទិញគឺគាត់ថាអត់ដល់ថ្ងៃឬមួយក៏ហួសហ្នឹងហើយតែហេតុអ្វីបានជាគាត់នៅប្រហោះហ្នឹងទៀត អូខេហ្នឹងយើងគិតថាជាផលវិជ្ជមាន ហ្នឹងហើយបង ចុះសម្រាប់យុវជនគាត់គួរតែប្រើបែបម៉េចដើម្បីទាញផលចំណេញពីអាហ្នឹងហើយជៀសវាងអីគេខ្លះ សម្រាប់យុវជនដែលយើងទទួលផលចំណេញពីអាហ្នឹងគឺយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវ បែបម៉េចដែរ ដូចជាការផលិតមាតិកាអ្វីមួយដែលការចែករំលែកនិងយើងចែករំលែកបទពិសោធន៍នៃការរៀនបទពិសោធន៍ដែលយើងទៅណាទៅដើរលេងទៅអីជួបអីយើងអាចថតប្រាប់មហាជននៅក្នុងបណ្ដាញសង្គមយើងបានហ្នឹងហើយហើយសម្រាប់អវិជ្ជមានវិញគឺអត់ចង់ឲ្យថតមានការផ្សព្វផ្សាយដូចជាការក្មេងទំនើងអីរំរែកអីអាហ្នឹងគឺវាទៅផ្នែកមែនសម្រាប់ខ្ញុំហ្នឹងហើយដូចជាមើលទៅមិនសមភ្នែកមិនសមតាគួរណាបង្ហាញអីចឹងណាដើម្បីឲ្យក្មេងជំនាន់ក្រោយរបស់យើងមួយជាគំរូ ហ្នឹងហើយយកជាគំរូដែលជាធ្វើតាមទៅវិញហ្នឹងហើយ ព្រោះដោយសារលឿន ហ្នឹងហើយ ហើយនេះក៏ជាសារចែករំលែកទៅកាន់អ្នកទាំងអស់គ្នាជាពិសេសយុវជនហើយបងប្អូនដែលត្រៀមអ្នកខ្លះក៏អត់ទាន់ស្គាល់ digital ទេចាមិនលេខសោយណាអ្នកខ្លះក៏អត់ទាន់ស្គាល់មែនចាក៏អត់ទាន់ស្គាល់ទេតែ digital ហ្នឹងអីគេអញ្ចឹង digital គឺជាចាបណ្ដាញសង្គមឬក៏មានថាជាលក្ខណៈ online អញ្ចឹងមានទាំងការផ្សព្វផ្សាយទាំងរឿងល្អនិងមិនល្អប៉ុន្តែសម្រាប់រឿងដែលជាវិជ្ជមានមិនសូវជាមានការផ្ទុះប្រមាណទេតែបើសិនជាពាក់ព័ន្ធជាមួយនឹងរឿងអីដែលជាកត្តាអវិជ្ជមានឬក៏ថាសបាយមួយផ្លែតហ្នឹងលឿនអញ្ចឹងយើងហ្នឹងហើយអញ្ចឹងយើងគួរប្រយ័ត្នដែរនេះគឺសារចែករំលែកខ្លីចា